ខ្ញុំសូមជម្រាបសួរបងប្អូនបាទឥឡូវនេះចាប់ថតទៅnuméro 9ណាហើយយើងនិយាយតពីចរិតឫកពីអក្សរតែខ្មែរយើងយ៉ាងម៉េចណាហើយខ្ញុំសូមទោសបងប្អូនជាមុនកណាខ្ញុំយករឿងមិនល្អយកមកនិយាយនឹងមិនមែនបានន័យថាខ្ញុំនឹងចង់រៃខ្ញុំមកដល់គង់ជំរះមជីជាមួយបងប្អូនដែលមានរឿងរ៉ាវទេយកមកនិយាយដើម្បីទទួលសារភាពទាំងអស់គ្នាទាំងខ្ញុំទាំងអីហ្នឹងដើម្បីថាផ្លូវហ្នឹងគឺអត់ត្រូវទេអត់ល្អទេផ្លូវល្អផ្លូវហ្នឹងតើយើងនិយាយជាមួយនេះគឺផ្លូវសិត្រាទរូទីសណាឥឡូវយើងចាប់និយាយទៅមកចរិតឫកពីខ្មែរយើងណាគឺយ៉ាងម៉េចចរិតឫកពីខ្មែរយើងណាបាទគឺចរិតឫកពីខ្មែរគឺយើងត្រង់ស្លូតស្លាប់អានឹងដូចចរិតខ្ញុំពីមុនអញ្ចឹងហើយចរិតឫកពីត្រង់ស្លូតស្លាប់ហ្នឹងបើសិនជាសាសបរទេសណាគេចិត្តល្អគេអាណិតគេស្រឡាញ់ខ្មែរយើងណាព្រោះឃើញខ្មែរយើងស្លូតប៉ុន្តែសាសណាដែលចិត្តមិនល្អគេឆ្លៀតអាពេលយើងស្លូតត្រង់ស្លូតស្លាប់នឹងដើម្បីឆ្លៀតនៅកៃប្រវាញ់លើយើងរហូតដល់ចង់បានទឹកដីយើងអាហ្នឹងគឺសំខាន់ណាស់ម្ល៉េះហើយយើងត្រង់ស្លូតប៉ុន្តែធ្វើមិនកុំឲ្យស្លាប់ឲ្យមានស្មារតីរឹងប៉ឹងមាំមួនគឺដូចខ្ញុំនិយាយគ្មានអីទេផ្លូវមានតែមួយគឺត្រូវយើងទៅតាមស៊ីត្រាដឺឡូទីសនឹងហើយគេថាធ្វើឲ្យយើងក្បួនខ្នាតក្នុងជីវិតរស់នៅវាត្រូវទៅតាមផ្លូវហ្នឹងកាលណាអត់ទៅតាមស៊ីត្រាដឺឡូទីសយើងអត់មានច្រកចេញរួចទេហើយស្រុកខ្មែរយើងដែលធ្លាក់មកដល់ប៉ុណ្្នឹងហើយរឿងស្រុកអីទេណាក៏ដោយគឺថាមកពីយើងអត់ទៅតាមផ្លូវស៊ីត្រាដឺឡូទីសហ្នឹងហើយផ្លូវស៊ីត្រាដឺឡូទីសហ្នឹងគឺមិនមែនស្អីទេមែនទែនគឺជាក្បួនខ្នាតជីវិតរស់នៅដែលមានកម្រិតខ្ពស់បងអស់ហើយយើងនិយាយតែរេពតេពីមុនមកគឺថាស៊ីត្រាដឺឡូទីសព្រះអង្គសក្យមុនីដែលនិសរិនដៃជនីនឹងត្រាស់ដឹងជាដោយសារត្រាទីនឹងយកមកត្រាវាទៅជាពាក្យណាមយោហូរេនហ្គេឃ្យូហ្នឹងគឺតាមខ្ញុំមើលទៅណាមយោហូរេនហ្គេឃ្យូមិនមែនជាសាសនាទេប៉ុន្តែភ្លីតូជាច្បាប់ធម្មជាតិដែលកម្រិតជ្រៅមែនតើដែលយើងមើលអត់ដឹងយើងដឹងច្បាប់ធម្មជាតិគឺថាការចាស់ឈឺស្លាប់យើងរស់នៅត្រូវបរិភោគអាហារត្រូវទទួលទានដំណេកឲ្យcorrectកាលណាយើងប្រឆាំងនឹងច្បាប់ធម្មជាតិយើងមិនព្រមបរិភោគអាហារយើងមិនព្រមទទួលទានដំណេកគឺយើងរស់អត់កើតទេអាហ្នឹងយើងដឹងប៉ុន្តែច្បាប់ធម្មជាតិទីសម្រាប់ប្រទេសនោះគឺថានៅបងអស់នៅលើធប់នៅលើចិត្តយើងហើយដែលបង្កើតជាស្អីហេតុការអីនៅក្នុងលោកទាំងអស់គឺមកពីចិត្តទាំងអស់ហើយកន្លែងហ្នឹងហើយដែលយើងអត់បានដឹងឃើញទេឥឡូវយើងបងឥឡូវម្លោះគឺគ្មានស្អីទេហើយចិត្តនឹងហើយដែលបង្កើតមកជាកម្មនិយាយឲ្យអត់មានតេអូរីណាដែលឲ្យយើងដូរកម្មដូរចិត្តយើងបានក្រៅពីសិត្រាលូទីសទេនឹងហើយពុទ្ធសាសនាយើងដែលឡើងកម្រិតមិនខ្ពស់ចឹងហើយពុទ្ធសាសនាយើងជាអង្គសែងមក provisoire បដោះអាសន្នដើម្បីឈោងមកយក definitive សិត្រាលូទីសហើយយើងមិននៅដាច់ពាក់កណ្ដាលផ្លូវទៅបានស្រុកយើងមកដល់ប៉ុណ្្នឹងហើយយើងជិះបន្ទុះគ្នាទៅវិញទៅមកបាទយើងត្រូវខំយកមកដល់សិត្រាលូទីសបានឧទាហរណ៍ដូចជាថាប្តីប្រពន្ធឆ្លោះគ្នាចឹងកាលណាប្តីប្រពន្ធឆ្លោះគ្នាបងប្អូនខាងប្តីខាងប្រពន្ធហ្នឹងគេមកជួយជ្រោមជ្រែងជួយបញ្យល់យើងដើម្បីឲ្យយើងទៅតាមឲ្យឈប់ឆ្លោះគ្នាប៉ុន្តែគេមកជួយយើងត្រូវយើងខំដូរខ្លួនយើងហើយយើងអត់មានស្គាល់សិត្រាលូទីសយើងដូរអត់កើតដល់ដូរអត់កើត
ចរិតប្តីក៏អត់ដូរចរិតប្រពន្ធក៏អត់ដូរយើងបង្កើតអាចិត្តយើងនៅចិត្តអាដែលអាក្រក់ដែលយើងអត់ដឹងហ្នឹងអាហ្នឹងវាអាចឆ្លោះគ្នាទៀតដល់វាឆ្លោះគ្នាទៀតទៅអ្នកបងប្អូនចិត្តខាងគេមកជួយទៅ2 3ដងទៀតដល់យូរទៅឃើញថាអត់ជួយអត់កើតនៅតែឆ្លោះយូរទៅគេលេសសេចោលរឿងសុខទេដូចគ្នាចឹងគេមកជួយយើងហើយប៉ុន្តែយើងនៅត្រូវខំប្រឹងដូរអាការៈតែខ្លួនយើងហ្នឹងបើយើងនៅតែអញញ៉ៃរហូតហ្នឹងគេជួយយើងអត់កើតទេគឺថាម្លោះហើយដើម្បីឲ្យយើងគេមកជួយយើងជាដូចជាគេintroduce បណ្ដោះអាសន្នមកដើម្បីជួយយើងអាហ្នឹងគេត្រូវការបញ្យល់យើងមកជួយយើងតាក់ក៏ប៉ុន្តែរួចទៅត្រូវយើងខំប្រឹងដូរខ្លួនយើងហើយតែកាលណាយើងដូរអត់កើតគេមកជួយអត់កើតទេហើយដើម្បីដូរខ្លួនយើងបានណាគឺគ្មានស្អីទេដូចខ្ញុំនិយាយក្នុងជំនាញផ្លូវមានតែមួយគឺ Citra de Lotus បើអត់ Citra de Lotus ចិត្តយើងនឹងដូរអត់កើតហើយយើងនិយាយពីមុនហើយបងម្ល៉េះយើងត្រូវដូរអូតូណូមបើថាកាលហ្នឹងថាខ្លួនទីពឹងខ្លួនណាគេជួយយើងហើយត្រូវយើងខ្លួនទីពឹងខ្លួនដូចខ្ញុំអញ្ចឹងគេមកជួយបញ្យល់យើងរឿងធម៌អញ្ចឹងប៉ុន្តែខ្ញុំត្រូវខំប្រឹងសូត្រខ្លួនឯងដើម្បីដូរចិត្តឥឡូវខ្ញុំមកដូរជាងមុនច្រើនណាតាំងពីរបៀបបរិភោគអាហារតាំងពីរបៀបជីវិតរស់នៅដូរជាងមុនដល់តាំងជីវិតយើងវាបានធូរជាងមុនណាអាហ្នឹងចរិតខ្មែរយើងទី1ខ្មែរយើងទី2មានចរិត perfectionist ផ្ចិតផ្ចង់ណាធ្វើអីចង់យកល្អយកប៉ាក់ហ្វេឲ្យល្អឥតខ្ចោះមកប៉ុន្តែយើងផ្ចិតផ្ចង់ចង់យកល្អប៉ុន្តែអាផ្ចិតផ្ចង់ដែលយើងចង់យកល្អហ្នឹងយើងវាទៅផ្លូវខុសយើងអត់ដឹងព្រោះអាផ្ចិតផ្ចង់ខុសផ្លូវវារត់តែធ្លាក់ទៅតាមផ្លូវក្រមកាន់តែខ្លាំងទៀតឃើញទេអានទី1ទី2ខ្មែរយើងមាន esprit de recherche មិនបានអាខ្មែរយើងអញ្ចឹងមិនបានស្រុកយើងដូចមិនស្រួលចេះតែមានហេតុអញ្ចឹងចុំគឺនេះ esprit de recherche ល្អគឺរកប៉ុន្តែវាអត់មានណាអ្នកជួយដឹងឲ្យយល់ឃើញអារឿងហ្នឹងម្ល៉េះ esprit de recherche រកក៏រកអត់ចេញហើយអ្នករកឆ្លើយវិញឆ្លើយទៅតាមខុសផ្លូវទៀតខុសពី strategy ក៏យកមក applicate អត់កើតទៀតម្ល៉េះហើយឥឡូវយើងចាប់ដឹងហើយដែលខ្ញុំបានយល់ប្រពន្ធដោយសារខ្ញុំរៀនពីសុខាកកាយខ្ញុំយកការពិតមកនិយាយអត់មានយកយោបល់ខ្លួនឯងមកនិយាយទេម្ល៉េះហើយខ្មែរយើង perfectionist ឥឡូវសំណាងល្អយើង perfectionist តាមផ្លូវ Citra de Lotus កាលពីមុនយើង perfectionist ខុសផ្លូវគិតតែជេរគ្នាអីគ្នាយើងយល់ឃើញថាអាហ្នឹងល្អមែនតើអាក្រក់តាដូចខ្ញុំអញ្ចឹងខ្ញុំនិយាយរឿងផ្ដងម្ដងទៀតខ្ញុំឆ្លោះគ្នាជាមួយបងខ្ញុំទី1ខ្ញុំប្អូនទី6បងប្អូន7នាក់ឆ្លោះគ្នារឿងកៃអកបងខ្ញុំគាត់យកសរដេញចរិតគាត់មកសម្លុតខ្ញុំមកយកឃើញថាខ្ញុំប្អូនទី1ប៉ុន្តែបងឯងធ្វើនេះខ្ញុំលេងបងឯងលេងតតរបកខ្នងទាំងអស់គ្នាគឺនេះផ្ចិតផ្ចង់ចង់យកល្អប៉ុន្តែអាហ្នឹងដែលយើងធ្វើខុសផ្លូវស្ត្រាទីនេះបងខ្ញុំក៏គាត់ជន់ខ្ញុំក៏គាត់បាបខ្ញុំខឹងតទៅវិញក៏បាបគាត់ថាយើងអត់ចប់ម្ល៉េះហើយបានខ្ញុំលើកដៃស្ពះអង្គបងប្អូនមានចរិត perfectionist ធ្វើអីផ្ចិតផ្ចង់ចង់ល្អអត់ខ្ចោះល្អប៉ុន្តែត្រូវរកអាមេតូតល្អដើម្បីទៅហើយតែអត់មានមេតូតហ្នឹងផ្ចិតផ្ចង់ទៅតាមផ្លូវខុសយើងធ្លាក់ទៅអាផ្លូវក្រមអាបាបកម្មកាន់ខ្លាំងទៅទៀតហើយរឹសែកបើអត់មាននរណាបញ្យល់មកតាមត្រូវផ្លូវរឹសែកខុសផ្លូវហ្នឹងជាងការគេនិយាយមកខុសយើងថាហ្នឹងត្រូវចុះទៅបាទរត់តែចុះថែមទៅទៀតហើយអាហ្នឹងសំឡេងស្រុកគេដែលគេចង់បានទឹកដីយើង education អាកុំនិយាយចូលដល់ Citra Lotus និយាយ education ធម្មតា education ល្អគេថាហ្នឹងអត់កើតទេអត់ល្អទេeducation អត់កើតគេថាហ្នឹងល្អគេឲ្យយើងវិលត្រឡប់ចុះឡើងនេះហ្មងហើយ Citra de Lotus ហ្នឹងដូចខ្ញុំនិយាយគេអត់សូវសប្បាយចិត្តឲ្យយើងនិយាយទេគេមិនចង់ឲ្យខ្មែរយើងចេះប៉ុន្តែយើងជាធម្មតានេះជីវិតរស់នៅមនុស្សវាមិនដែលមានអាណាចិត្តដូចប្រពុតទេម្ល៉េះយើងត្រូវខំតស៊ូខំដូរខ្លួនយើងដូចខ្ញុំកំពុងធ្វើអញ្ចឹងហ្នឹងឥឡូវខ្ញុំសូមនិយាយពីចរិតខ្មែរដែលថា perfectionist ធ្វើអីផ្ចិតផ្ចង់ចង់យកល្អណាខ្ញុំមានពួកម៉ាម្នាក់
បងគ្នាចាក់លោកទៅហើយគឺណាអាហ្នឹងគឺចិត្តដែលមិនល្អហ្នឹងយើងអត់មើលឃើញទេបនបាបប៉ុនវា correspond នឹងអាដេញចរិតរបៀបដែលយើងធ្វើហ្នឹងហើយកាលនោះខ្ញុំអត់ដឹងគាត់មកលេងខ្ញុំហើយខ្ញុំក៏ខំនិយាយអីរឿងធម៌សិត្រានុទីប្រាប់គាត់ប៉ុន្តែខ្ញុំក៏មិនទាន់ដឹងអីហើយគាត់ណាគាត់និយាយថាណែបងឯងដឹងខ្ញុំមើលទៅខ្ញុំឃើញនេះសរិនដៃសរិននេះអង្គុយនៅក្នុងកៅអីសាឡុងផ្ទះបងឯងហ្នឹងហើយខ្ញុំថាខ្ញុំមើលអត់ឃើញគាត់ចង់បញ្ជាក់ថាគាត់ភ្នែកភ្លឺគាត់មើលឃើញខ្ញុំមើលឃើញបើគាត់និយាយផទេខ្ញុំសង្ទាអញ្ចឹងឃើញទេហើយគាត់ថាបងឯងមកកាម៉ាច់តាក់ទងខ្ញុំទៅខ្ញុំបង្កើតជាសមាគមធ្វើស្វារេដងសងរមអីខ្ញុំយកឱកាសបងឯងមកកាម៉ាច់យកទៅលេងហើយខ្ញុំកាលនោះក៏វាអត់ទាន់ដឹងអីដែរគេថាបងតើចង់បានឱកាសហ្នឹងទៅលេងតាមស្វារេគេខ្ញុំចិត្តតែសម្រួលទៅតាមគេទៅដល់សម្រួលទៅតាមគេដឹងនៅក្នុងគេនិយាយមិនទេបងឯងត្រូវមកតាមខ្ញុំហើយគេថាគេចេះមើលអីចរិតរឹកពីមនុស្សណាបងឯងសម័យរស់នៅមួយប្រពន្ធបងឯងអត់ល្អទេបើបងឯងមកតាក់ទងខ្ញុំវិញល្អជាងប្រពន្ធបងឯងទៀតគឺគេនិយាយប្រូខ្ញុំឲ្យខ្ញុំនឹងលះបង់បែកពីប្រពន្ធខ្ញុំឲ្យខ្ញុំទៅតាក់ទងគេផ្ទាល់បានល្អហើយខ្ញុំកាលនោះវាអត់សូវដឹងអីដូចចង់និយាយខ្លះឃើញគឺ perfectionist បើ perfectionist ខុសផ្លូវហ៊ានបំបែកបំបាក់ប្តីប្រពន្ធខ្ញុំពីខ្ញុំនឹងយល់ឃើញថាធ្វើចឹងល្អដើម្បីទាញខ្ញុំយកទៅប្រើនៅក្នុងសមាគមគេជាប្រយោជន៍ផ្ទាល់របស់គេហើយឲ្យខ្ញុំរងទុក្ខវេទនាកាលណាខ្ញុំនៅកាលណានៅមានប្រពន្ធវាមានគ្នាជាជួយពឹងគ្នាទៅវិញទៅមកម្ល៉េះគេដកខ្ញុំចេញពីប្រពន្ធខ្ញុំឲ្យខ្ញុំនៅតល់តែឯងដើម្បីមានកាយខ្ញុំពឹងគេបញ្យល់ប្រូខ្ញុំទៅតាមផ្លូវគេទាំងអស់អានោះទី1ហើយទី2ធ្ងន់យ៉ាងទៅទៀតដែលខ្ញុំសូត្រសិត្រាដលូទីសនោះណាគេថាគេប្រកែណាគេមើលឃើញនេះសរិនដៃជនិតអង្គុយនៅក្នុងសឡុកបងឯងអត់មានយល់អីទេគឺគេទាញខ្ញុំពីឡាវ៉ាទៅទៀតបាបខ្លាំងមែនតើណាអានេះបំបែកខ្ញុំពីប្រពន្ធខ្ញុំបាបដែលខ្លាំងហើយបណ្ណាបាបខ្លាំងយ៉ាងហ្នឹងទៀតណាបំបែកខ្ញុំពីធរចេញណាចុះនៅរស់ខ្លាំងមែនតើហើយដល់អញ្ចឹងទៅគេថាបងរឿងហ្នឹងក៏វាទៅតាមនឹងចឹងហើយណាកន្លែងនេះសំខាន់ខ្ញុំទៅនឹកឃើញដល់អញ្ចឹងទៅខ្ញុំចាប់ដូចថាឃើញមនុស្សហ្នឹងអត់ល្អទេខ្ញុំដូចមានអាកំណត់ទៅចាប់មើលឃើញដែរអូមនុស្សហ្នឹងគេមកគិតតែប្រយោជន៍ផ្ទាល់ខ្លួនគេទេគេមកបំបែកខ្ញុំពីសិត្រាដលូទីសណាំញោរឹងទៅខ្ញុំហើយគេបំបែកខ្ញុំពីប្រពន្ធខ្ញុំទៀតឲ្យខ្ញុំនៅតល់រ៉ៃដើម្បីពឹងទៅលើគេអូសខ្ញុំស្រេចចិត្តដើម្បីប្រើប្រយោជន៍ផ្ទាល់ខ្លួនរបស់គេឃើញទេខ្មែរយើងពាក់ perfectionist ប៉ុន្តែផ្លូវខុសហើយដល់អញ្ចឹងទៅដល់ថ្ងៃគាត់ telephone ខ្ញុំនិយាយថាចង់បែកពីមនុស្សហ្នឹងដឹងកូនសុនព្រះអង្គធ្វើឲ្យខ្ញុំយល់យ៉ាងម៉េចកាលពេលនោះគេមកលេងផ្ទះទៅខ្ញុំយកអាសភៅខ្ញុំមាន inspiration ចម្រៀងណា program ចម្រៀងណាខ្ញុំយកដាក់មកចឹងខ្ញុំលេងក្លាបយាយហ្នឹងទៅណាហើយគេនោះក៏លេងមកទាំងអស់គ្នាទៅស្រាប់តែរួចទៅដែលគេចេះ telephone មករកខ្ញុំក៏អត់ដែរស្រាប់ដឹងកូនសុនធ្វើមិនទេអាសភៅខ្ញុំណោតទេរឿងភ្លេងអីទាំងអស់ហ្នឹងប្រូជាងប្រូអីក្លាបយាយអីមិនហ្នឹងណាអាសភៅហ្នឹងវាបាត់ហ្មងហើយខ្ញុំថាអូបែបម្នាក់នឹងលួចពូម្នាក់លឺសូនិយាយលពឹសដៃលពឹសជើងទៅលេងផ្ទះពួកម៉ាប់ហ្នឹងតែទៅផ្ទះគេឃើញហ្នឹងឃើញតែមាត់ហ្នឹងមានញាស់ពងមាត់នេះហ្នឹងណាតែចាក់ទៅលួចយកអាពងមាត់គេយកមកដាក់ក្នុងឃ្លុបឡានអីបាត់អីចឹងហើយខ្ញុំថាអូមនុស្សហ្នឹងបែបមានដៃមានជើងធ្វើអញ្ចឹងណា
ហើយខ្ញុំវាប៉ះចំអារឿងដែលចូលនឹងរឿងភ្លេងតែមនុស្សឃើញហ៊ានខ្លាំងខ្ញុំក៏គប់ពេដាច់មនុស្សលែងតាក់ទងទៅគឺដល់តាក់ទងទៅហើយគឺនេះអានេះខ្ញុំទំយល់ដល់តែខ្ញុំឈប់តាក់ទងមនុស្សនឹងហើយស្រាប់តែខ្ញុំបើកមើលនៅក្នុងថតខ្ញុំឃើញអាសភៅប្រូក្រាមភ្លេងដែលខ្ញុំបាត់នៅនឹងប៉ុន្តែពេលហ្នឹងណាដូចមានស្អីមកធ្វើឲ្យខ្ញុំគិតថាមើលរបស់នឹងលែងឃើញមកអាហ្នឹងគេហៅថាស្ពិនភ្នែកណាប៉ុន្តែខ្ញុំទៅចាប់យល់ស្ពិនភ្នែកហ្នឹងរបស់ហ្នឹងយើងមិនមែនគេធ្វើសូត្រមុនអាគុំដករបស់នឹងចេញឲ្យយើងមើលអត់ឃើញទេអារបស់ហ្នឹងវានៅហ្នឹងប៉ុន្តែគេសូត្រមុនអាគុំមកអេសព្រីឲ្យយើងមើលអត់ឃើញអារបស់នៅមុខយើងមើលអត់ឃើញហើយដល់ខ្ញុំចេញពីមនុស្សហ្នឹងទៅស្រាប់ខ្ញុំរបស់ហ្នឹងខ្ញុំមើលចុះឃើញនៅនឹងវិញបានន័យថាខ្ញុំដែលសូត្រធម៌ស្មោះត្រង់ទៅតាមសិត្រាដលូទីស 100% ណា Gonzon installation ហ្នឹងណាឲ្យខ្ញុំឃើញណាមនុស្សហ្នឹងពួកម៉ាក់ហ្នឹងមនុស្សអត់ល្អទេគេមកបំបែកណែឯងពីGonzon ទីសនៈហ្នឹងហើយគេមកបំបែកណែឯងពីប្រពន្ធទៀតឲ្យណែឯងនៅចោលតោលតែឯងដើម្បីយកទៅប្រើប្រយោជន៍គេមិនក៏ណែឯងនៅអត់យល់ណាគឺព្រះអង្គធ្វើឲ្យយើងយល់ដល់ធ្វើឲ្យយើងយល់គេណាធ្វើឲ្យយើងមើលសភៅនឹងអត់ឃើញប៉ុន្តែដល់ពេលបែកមនុស្សទៅហើយមិនសភៅនឹងឃើញក្រោយមកឡើយឃើញទេហ្នឹងកាលណាយើងត្រង់ទៅតាមផ្លូវសុត្រាដលូទីមែនតើឃើញទេព្រះអង្គប្រើមធ្យោបាយគ្រប់យ៉ាងដើម្បីជួយយើងហើយទៅពេលហ្នឹងណាខ្ញុំសូត្រទៅឲ្យមនុស្សហ្នឹងខ្ញុំអត់ដឹងណាកាលពីមុនសូត្រទៅមួយស្ទូខ្ញុំសង់ទៀតតាំងចិត្តថប់នឹងចិត្តមកបានន័យថា Gonzon ហ្នឹងណាំយោនឹងខៀវនោះព្រះអង្គលោកឲ្យឃើញថាមនុស្សហ្នឹងគេចិត្តអាក្រក់គេពាក់ fashionist ទៅតាមផ្លូវល្អរបស់គេយល់ឃើញល្អប៉ុន្តែមនុស្សអាក្រក់គេមកបំបែកអ្នកឯងពី Gonzon បំបែកអ្នកឯងពីប្រពន្ធវាអីមិនឯងទៅសូត្រធម៌ឲ្យគេទៀតឃើញទេដល់អញ្ចឹងទៅខ្ញុំសូត្រឲ្យតែដែលគ្រួសារហើយមិត្តភ័ក្តិល្អៗម្នាក់ហ្នឹងខ្ញុំលែងហ៊ានសូត្រមកឡើយគឺណែថ្ងៃខ្មែរយើងពាក់ fashionist ប៉ុន្តែពាក់ fashionist ទៅផ្លូវអាក្រក់ដោយអង្គងស្យងអត់ដឹងខ្លួនពាក់ fashionist ហ្នឹងទៅកាន់តែលឿនទៅចុះទៅបាត់ដាល់ទៅផ្លូវបាបកាន់តែខ្លាំងឡើងខ្ញុំលើកដៃសាពះបងប្អូនពាក់ fashionist ចរិតនឹងល្អហើយបញ្យកពាក់ fashionist មកប្រើផ្លូវល្អកុំយកពាក់ fashionist ទៅប្រើផ្លូវអាក្រក់ដោយឥតដឹងខ្លួនវល់វាមានហេតុអញ្ចឹងផ្លូវល្អហ្នឹងគឺមានតែមួយទេសិត្រាដលូទីសវល់ហើយរឿងមួយទៀតខ្ញុំសុំទោសហើយខ្ញុំនិយាយហ្នឹងមិនមែនចង់មករែកលំងដល់កងជំនះបញ្ជីជាមួយខ្មែរគ្នាឯងអីណានេះទេប៉ុន្តែហ្នឹងគឺជាការពិតដូចខ្ញុំឃើញពួកម៉ាក់ម្នាក់គេថាអូមកយើងអាយុច្រើនណាយើងលេងភ្លេងណាដើម្បីឲ្យវាសប្បាយហើយដល់ទៅលេងភ្លេងទៅវាអត់សប្បាយទៅសារហេតុអីម្នាក់ហ្នឹងចេះតែខ្មែរស្ទើររោពាក្យមកសកត់ខ្ញុំមកសកត់យើងជន់យើងដើម្បីឲ្យខ្លួនឯងគ្រាន់បើយល់ច្រឡំតែធ្វើអញ្ចឹងល្អណាបើធ្វើអញ្ចឹងវាអត់ល្អហើយដល់អញ្ចឹងទៅបងនិយាយរឿងហើយខ្មែរយើងលេងអញ្ចឹងទៅគេមានហៅដែលសាសសម្នាក់គេបកកែខាងលេងអឺរ៉ុបហើយដល់ខ្មែរយើងលេងវាលពេលលប៉ដឹងស្រាប់ខ្មែរហ្នឹងស្រាប់តែគេម្នាក់សាសហ្នឹងគេសុំហ្គីតាយើងយកទៅកាន់លេងអឺរ៉ុបហ្នឹងគេចាប់លេងហ្គីតាអឺរ៉ុបម្នាក់ឯងគឺលេងច្រៀងល្អមែនតើទៀតហើយដើម្បីគេព្រូវថាអ្នកឯងខ្មែរលេងមិនអត់ដឹងអីទៅបីតបាទេជាការពិតខ្ញុំសាសខ្ញុំលេងអឺរ៉ុបកែហើយការពិតអញ្ចឹងមែនហើយខ្ញុំដល់ឃើញដឹងមិនឃើញមនុស្សគេលេងដេញអឺរ៉ុបហ្នឹងទៅខ្ញុំអាក្លាបយេខ្ញុំ keyboard ហ្នឹងខ្ញុំយកមកចុចអាសលេងអឺរ៉ុបហ្នឹងទៅឃើញដាក់កដងឲ្យត្រូវតុងត្រូវគ្នាខ្ញុំយកមកលេងបានដល់យើងលេងបានខ្ញុំលេងទៅចូលគ្នាជាមួយអញ្ចឹងទៅសប្បាយអញ្ចឹងទៅហើយស្រាប់តែដល់ពេលលេងត្រូវចប់ម្នាក់ហ្នឹងតាមធម្មតាបើខ្មែរយើងលេងបើតែយើងលេងភ្លេងណា
គេលេងរកនេះគេថាគេចង់បញ្ចប់គេញាក់មុខមកយើងអ្នកកាន់ក្លាវាយើងចុចឲ្យប៊ូតុងចប់ទៅវាត្រូវគ្នាប៉ុន្តែគេអត់ចុចប្រាប់យើងឲ្យដឹងគេលេងទៅគេបញ្ចប់ដល់គេចប់ទៅបាទខ្ញុំចុចអាប៊ូតុងឲ្យចប់នឹងកូដានឹងក្រោយទៅវាលើកឲ្យ20000ទៅបានន័យថាខ្ញុំប្រសាសរខ្ញុំលេងរកប៉កែចុះណៃមួយខ្មែរនឹងមកកម៉ាច់ហ្នឹងណៃស្អីមកយកក្លាវីអាម៉ាស៊ីននេះយកមកចុចមកលេងចូលជាមួយខ្ញុំបានណាតែគេមិនសប្បាយចិត្តកន្លែងហ្នឹងអញ្ចឹងដល់ពេលលេងចូលកូដាបញ្ចប់គេមិនធ្វើស៊ីឲ្យយើងដឹងហើយយើងលេងទៅហួសបន្តិចទៅណាដល់ពេលអញ្ចឹងមនុស្សម្នាក់ទៀតដែលគេអ្នកដែលនេះគេថាឲ្យខ្ញុំហ្មងមិនអីលេងភ្លេងអត់កើតទេគេលេងចប់ហើយយើងលេងហួសអាហ្នឹងវាជាដងបាល់បើលេងហួសពួកគេអត់ធ្វើស៊ីឲ្យយើងដឹងបញ្ចប់យើងមិនបញ្ចប់ដល់បើគេធ្វើឲ្យយើងបញ្ចប់ដឹងខ្ញុំចុចទៅចប់ត្រូវគ្នាប៉ុន្តែគេអត់ប្រាប់យើងដល់យើងធ្វើបញ្ចប់ទៅវាយឺតជាងគេបន្តិចឃើញណាឥឡូវខ្ញុំមានមកធ្វើជា conclusion រឿងនេះណាខ្មែរយើងចូលចិត្តសកត់សកិនគ្នាអានឹងខ្ញុំនិយាយពីមុនហើយសកត់គ្នាតែមិនយកឈ្នះយកចាញ់យកគ្រាន់បើហើយខ្ញុំបើឥឡូវខ្ញុំដឹងប៉ុន្តែអ្នកដែលគេសាសសគេលេងរកហ្នឹងគេចង់បញ្ចេញថាណែឯងខ្មែរលេងអត់កើតទេភ្លេងញ៉ៃញ៉ៃណែគេលេងរកល្អមែនជាការពិតគេលេងល្អបែបប៉ុន្តែខ្ញុំពិតគេថាចុះឯងលេងឈ្នះទៅមានអាខ្មែរម្នាក់ហ្នឹងអារិចក្លាវាម៉ាស៊ីនហ្នឹងមិនវារាវចូលមកលេងតាមគេបានដែរគេអត់សប្បាយចិត្តកន្លែងហ្នឹងអញ្ចឹងដែរគេបញ្ចប់គេមិនឲ្យខ្ញុំដឹងគេម្លោះហើយឥឡូវព្រោះខ្ញុំអត់ដឹងទេខ្ញុំថាណែឯងលេងទៅខ្ញុំមកកាម៉ាខ្ញុំរាវរលេងតាមណែឯងបានណែសាសលេងរកខ្ញុំអាក្លាវាម៉ាស៊ីនខ្ញុំរាវរបានប៉ុន្តែខ្ញុំអត់ដឹងបើខ្ញុំដឹងចិត្តគេតែគេចង់ព្រួយតែគេសាសគេលេងបានទោះបីជាខ្ញុំរាវរឃើញក៏ខ្ញុំអត់លេងខ្ញុំឲ្យមុខមាត់ទៅគេប៉ុន្តែពេលនោះខ្ញុំអត់ដឹងអានោះគឺខ្ញុំទទួលសារភាពតែខ្ញុំខុសគេចង់បញ្ចេញមុខបញ្ចេញមាត់តែម្នាក់គេមិនទៅយើងទៅចង់តដើមចេញមុខចេញមាត់ដូចគេថាខ្ញុំខ្មែរអ្នកទៀតលេងអត់កើតខ្មែរមកកំាញ់អាចលេងចូលគេបានគេមិនសប្បាយចិត្តអានោះខ្ញុំទទួលសារភាពតែខ្ញុំខុសប៉ុន្តែមនុស្សខ្មែរយើងម្នាក់ទៀតនោះដែលឃើញខ្ញុំអញ្ចឹងឆ្លៀតថាឲ្យខ្ញុំខុសដល់អញ្ចឹងទៅណាលេងភ្លេងក៏ដោយរឿងពេលថ្ងៃណាលេងចិត្តថាឲ្យគ្នារហូតដល់អញ្ចឹងទៅវាលេងភ្លេងវាអត់សុបាយទៅលេងភ្លេងមនុស្សវាអត់សុបាយវាទៅជាបែកបាក់គ្នារហូតទៅនឹងហើយខ្មែរ perfectionist ប៉ុន្តែ perfect តាមផ្លូវអត់ត្រូវគាត់ហើយរឿងចរិតមានថាបងមានចរិតខ្មែរចឹងណាអបមាខ្មែរយើងធ្វើធំមានប្រុសម្នាក់ធ្វើ PDG ណា PDG នោះត្រួតត្រាមនុស្ស100 200នាក់មានជោគជ័យទាំងអស់ណាហើយដល់ពេលមនុស្សដល់ពេលត្រឡប់មកផ្ទះវិញជាមួយប្រពន្ធកូនរៀបពីដូចខ្លួនឯង PDG អញ្ចឹងប៉ុន្តែយើងធ្វើរឹកជាជា PDG ហ្នឹងនៅកន្លែងធ្វើការទេប៉ុន្តែយើងត្រឡប់មកផ្ទះវិញណាប្តីយើងប្រពន្ធយើងកូនយើងនោះមិនមែន PDG យើងជាប្តីប្រពន្ធមកដល់យើងត្រូវគោរពគ្នាវិញយើងអត់ទេយើងដើរតួអចរិត PDG កន្លែងធ្វើការយកមកចឹងសុំទោសខ្ញុំនិយាយទៅខ្លះឃើញណាបើថាយើងជាធ្វើធំយើងធ្វើទាហានមេតបធំអីចឹងយើងធ្វើទាហានមេតបយើងត្រួតត្រាដើម្បីឲ្យកូនទាហានស្ដាប់យើងដើម្បីយើងច្បាំងឲ្យយើងឈ្នះចាញ់ទៅប៉ុន្តែពេលត្រឡប់មកផ្ទះវិញប្តីយើងប្រពន្ធយើងកូនយើងនោះមិនមែនកូនទាហានយើងទេជាប្រពន្ធយើងកូនយើងមកដល់យើងត្រូវគោរពរាប់អានគ្នាគេថាយើងដូរ still ណាអត់មានចិត្តតែលើដើរតួខ្លាំងជ្រៀងរករហូតទេយើងត្រូវជ្រៀងស្រួលមកផ្ទះប្រពន្ធកូនយើងបាទអាហ្នឹងគឺក៏នេះដែរហើយចរិតរឹកពីខ្មែរយើងក្នុងអរិញរឹកពីធំហ្នឹងធ្វើអីក៏ដោយគឺយើងស្រឡាញ់ពូវ័រយើងស្រឡាញ់មុខមាត់ចង់បានចេញមុខចេញមាត់ហើយអានេះខ្ញុំនិយាយទៅតែតន់នឹកឃើញការខ្ញុំទៅលេងឬសូមម្នាក់នោះគេនិយាយគេថាមានខ្មែរយើងម្នាក់មុនចូលទៅជំនុំក្នុងសាលអញ្ចឹងដើរចូលទៅដល់ដើរចូលទៅឃើញខ្មែរទៀតដូចគេអត់បានមើលយើងឃើញគេអត់ទះដៃម្ល៉េះប្រឡំចេញមកតាមទ្វារចំហៀងនេះគ្នានេះប្រឡំចេញមកតាមជាចំហៀង
ហើយចូលម្ដងទៀតហើយដល់ចូលម្ដងទៀតគឺផ្ទះដៃប្រៅសប្បាយលឿនដៃចឹងណាហ្នឹងហើយខ្មែរស្រឡាញ់តែស្រឡាញ់ចេញមុខចេញមាត់បើចូលទៅគេមិនផ្ទះដៃមិនសប្បាយទេបាទហើយឬមួយទៀតខ្ញុំនិយាយដែរគឺថាខ្ញុំទៅលេងផ្ទះពួកម៉ាក់ខ្មែរយើងម្នាក់ហ្នឹងហើយខ្ញុំកាលនោះក៏វាល្មាំងណាអត់ដឹងចេះតែទៅផ្សាយ Buddhist យើងសិត្រាដលូទីណាំញោហើយទាំងគេឈួនណាហើយទៅផ្សាយខាងពួកម៉ាក់ម្នាក់ហ្នឹងគេប្រកែខាងបត្រៃបេដកខ្ញុំនិយាយទៅហើយដល់ពេលខ្ញុំទៅលេងផ្ទះគេហ្នឹងខ្ញុំក៏អត់ដឹងស្រាប់តែគេហៅមនុស្សពួកម៉ាក់គេម្នាក់ទៀតមកមិនជួបគ្នា2នាក់ទៅជួបគ្នា3នាក់ហើយពួកម៉ាក់ម្នាក់ទៀតហ្នឹងជាដូចថាមិត្តភ័ក្តិគេនឹងចិត្តដឹកដែលស្គាល់ច្បាប់បត្រៃបិដកគឺគេយកគ្នាគេនឹងមកមានពួកម៉ាក់ម្នាក់ទៅបត្រៃបិដកនោះមកទៅចែកខ្ញុំជាមួយស៊ីត្រាដលូទីហ្នឹងណាដើម្បីសកត់ខ្ញុំហ្មងហើយខ្ញុំដល់ពេលហ្នឹងមិនដឹងម៉េចដល់ពេលទៅចែកទៅពួកម៉ាក់ម្នាក់ហ្នឹងដែលសូត្របត្រៃបិដកហ្នឹងវាទៅមកយល់ស្របតាមខ្ញុំស៊ីត្រាដលូទីនោះទៅវិញណាដល់អញ្ចឹងម្នាក់អ្នកម្ចាស់ផ្ទះហ្នឹងគេខឹងដល់ពេលចេញមកផ្ទះបងខ្ញុំក៏ចេញទៅតូឡេតដើម្បីបត់ជើងតូចស្រាប់តែចេញមកឃើញម្នាក់ហ្នឹងគេឈរនៅមាត់ទ្វារបើកទ្វារចង្អដើម្បីដូចថាឲ្យយើងចេញមកហ្នឹងដូចគេដេញយើងណាខ្ញុំចាប់ពួកម៉ាក់ខ្ញុំម្នាក់យកមកដើម្បីឲ្យនិយាយសកត់បងឯងមកកុំឲ្យអ្នកស៊ីត្រាដលូទីសកុំឲ្យចេញរួចដល់ឥឡូវមកវាទៅជាអ្នកនោះណាទៅយល់ស្របតាមបងឯងស្រាទីខ្ញុំមិនសប្បាយចិត្តទេឥឡូវចេញបាទហើយអាហ្នឹងណាអ្នកធ្វើអញ្ចឹងណាបាបហើយខ្ញុំខឹងម្នាក់ទៀតខ្ញុំអត់តន់ដឹងអីក៏នោះបាបទៀតចឹងណានឹងឲ្យសុខខ្មែរដែលធ្លាក់ដោយសារអញ្ចឹងយើងគិតតែដដើមនេះយកឈ្នះចេញសកត់គ្នាទៅវិញទៅមកបាបទៅវិញទៅមកអាបាបទាំងសងខាងខ្មែរនោះបាបទាំងអស់បានស្រុកទៅធ្លាក់ដល់ប៉ុណ្្នឹងដោយសារកម្មអាក្រក់វាពេញមកស្រុកនោះហើយតមួយទៀតរឿងខ្មែរដែរបងខ្ញុំនិយាយតែបន្តិចទៅបញ្ចប់ហើយដើម្បីទុកទៅនីម៉ារ៉ូក្រោយមួយទៀតបងខ្មែរយើងចូលចិត្តទៅថាស៊ីជូខ្មែរចូលចិត្តតសើបញ្ជូគេខ្ញុំក៏មានភ្លេចខ្លួនហើយក៏ចូលចិត្តឲ្យគេតសើបញ្ជូយើងដែរដល់ពេលអញ្ចឹងសាសបរទេសខ្លះដែលគេមិនត្រង់ជាមួយយើងគេមិនស្មោះយើងគេដើម្បីគេស្រឡាញ់ទឹកដីយើងព្រោះទឹកដីយើងល្អយើងមិនចេះការពារគេបញ្ជូយើងយើងចូលអើទៅតាមគេទាំងអស់គេបញ្ជូយើងរហូតទៅដល់គេយកបងស័កពូវយកមកឲ្យយើងជួតាមនឹងទៅគេយកលុយកាក់យកមកសុកយើងក៏ជួតាមនឹងទៅរហូតដល់តែគេយកស្រីស្អាតយកមកបញ្ជូខ្ញុំក៏យើងទៅតាមនឹងទៀតរឿងកន្លែងខ្ញុំនិយាយរឿងស្រីស្អាតមនុស្សយើងប្រុសមិនមែនណាល្អដូចប្រពុតទេគ្រាន់តែឃើញស្រីដូចថារូបស្អាតនេះយើងឥឡូវអបប្រមាណយើងអត់ដឹងឃើញស្រីរូបស្អាតមកណាគេយកមកយើងតាក់ទងមនុស្សហ្នឹងយើងដឹងទៅខុសផ្លូវហើយយើងចូលថាចាញ់បោកគេអញ្ចឹងណាប៉ុន្តែបើសិនជាប្រុសហ្នឹងក៏ដែរដូចថាខ្ញុំសូត្រទៅព្រះបានដូចថាឲ្យយល់ថាដល់តែយើងឃើញថាអញ្ចឹងដល់យើងចាប់ស្រឡាញ់នាងនឹងជ្រុលហើយរូបរាងស្អាតបាតអីចិត្តថ្លើមមិនចេះចង់ជាប់ចិត្តចម្ពាក់ទៅលើគេយើងធ្វើអីអត់កើតម្ល៉េះគេដាក់ដូសៀមកឲ្យសញ្ញេទៅសញ្ញេដីសញ្ញេអីឲ្យគេទៅប៉ុន្តែមនុស្សប្រុសដែលគេឆ្លាតគេយល់សិត្រាលូទីដល់គេភ្ញាក់ដឹងថាគេខុសហើយគេធ្វើហ្នឹងវាមានលីមីតអ្នកឯងប្រគល់ខ្លួនប្រានមកឲ្យខ្ញុំក៏ដោយដល់កម្រិតណាក៏ដោយប៉ុន្តែដល់ពេលហ្នឹងអ្នកឯងមកសុំរហូតដល់កោះទឹកដីដើម្បីហួសលីមីតខ្ញុំឲ្យអត់បានទេអាហ្នឹងមិនប្រុសខ្លាំងហើយបើថាយើងជួឲ្យទៅរហូតគឺចប់បងខ្ញុំសូមនិយាយតែប៉ុណ្្នឹងចោះចាំតែប្រេទៅនីម៉ារ៉ូក្រោយមួយទៀតកុំឲ្យជ្រើសពេកបងខ្ញុំសូមទោសបងប្អូនណាខ្ញុំនិយាយហ្នឹង
ខ្ញុំមករៀបពេតម្ដងទៀតខ្ញុំមិនមែននិយាយយករឿង negative មកដើម្បីបង្អាប់បងប្អូនបង្អាប់គ្នាទៅវិញមកទេយកនិយាយបើយើងនិយាយការពិតដើម្បីយើងដឹងថាផ្លូវនឹងខុសហើយយើងកុំដើរទៅណាហើយខ្ញុំសប្ងៃក៏កំពុងដែរហើយថាបងពេលខ្លះខ្ញុំក៏ភ្លេចខ្លួនដែរគេថាបើណៃឃើញគេខុសអីយ៉ាងណាក៏ដោយណៃមើលគោស្អាងទាំងតើក្នុងចិត្តយើងយ៉ាងម៉េចបានទាញអាហេតុ negative មកហើយខ្ញុំជានៅភ្លេចដូចថាខាងសត្រូវគេចង់យកទឹកដីយើងគេខុសហើយប៉ុន្តែមើលមកយើងមានអីដល់មើលយកឃើញយើងមានកូនអាចិត្តយើងវាអត់ទៅតាមផ្លូវសិត្រាលូទីយើងឆ្លោះអីគ្នាយើងប្រទៀងកាមា negative មកណាអាហ្នឹងចឹងហើយខ្ញុំចកាលនៅភ្លេចពួកអីមិនក៏ធ្វើអញ្ចេះដាក់ចូលដាក់គ្នាឯងបងខ្ញុំអរគុណច្រើនសូមជំរាបលាសិនហើយចាំជួបនេះ100%ទៀតអរគុណ Maxi